ចេញទៅមួយទៀតហើយបងប្អូនបានកំពុងតែអាយ៉ែទៅហើយដូចបងប្អូនឃើញអញ្ចឹងបាទប្រភេទឡានដែលខ្ញុំជម្រាបហ្នឹងតូចតែខ្លួនទេបាទហើយសម្រាប់គ្រប់យន្តហោះបាទដែលធ្វើការចេញដំណើរគឺឡានហ្នឹងជាអ្នករុញបាទដូចបងប្អូនឃើញហើយទៅហើយបាទហើយខ្ញុំអត់បានលម្អិតទេណាបងប្អូនសំទោសតេតងជាមួយនឹងយន្តហោះនឹងផ្លាយទៅណាទៅប្រទេសណាអីខ្ញុំសំទោសខ្ញុំអត់បានលម្អិតទេគ្រាន់តែខ្ញុំចង់ជម្រាបថាសម្រាប់យន្តហោះហ្នឹងបាទគឺចាក់ចេញបាទពីពលានបាទដេជោបាទឬក៏ហៅកាត់ថា KTI នៅរាជធានីភ្នំពេញរបស់យើងហ្នឹងបាទទៅប្រទេសផ្សេងបាទដោយសារវាមានច្រើនហើយខ្ញុំមិនមែនជាអ្នកនៅខាងផ្នែកហ្នឹងក៏សូមអធិស្ឋានផងដែរបាទនេះសម្រាប់យន្តហោះដែលកំពុងតែត្រៀមទៅហើយសម្រាប់ពេលនេះបាទភ្នាក់ងារបងហ្នឹងក៏ចាប់ផ្ដើមទៅដកសណ្ដោងហ្នឹងទេបងប្អូនបាទហើយអញ្ចឹងដូចខ្ញុំនៅជម្រាបដដែលយើងគ្រប់យន្តហោះមិនថាធុនតូចធុនធំទេបាទពេលដែលយន្តហោះចេញដំណើរគឺតែងតែមានឡានបាទតែមានឡានតូចដែលជាជំនួយរុញឲ្យធ្លាក់ផ្លូវហើយដូចបងប្អូនក៏បានសួរថាតើយន្តហោះមានលេខអាយ៉ែថៃក្រោយខ្ញុំក៏ឆ្លើយមិនចេញដែរបងប្អូនណាបាទហើយរឿងនោះខ្ញុំមិនមែនជាឯកទេសទេបាទអញ្ចឹងក៏អធិស្ឋានហើយបើសម្រាប់មើលគ្រឿងនេះវិញកំពុងតែទម្លាក់អីវ៉ាន់បាទបងប្អូនគឺនៅចិត្តគ្នាតែហ្មងបាទនេះកែត31និងកែតបាត់ចិត្តគ្នាបាទហើយសម្រាប់បងនៅខាងនោះកំពុងតែទម្លាក់អីវ៉ាន់ចុះហើយខ្ញុំសរសើរបងដែលគាត់ធ្វើការនៅទីនេះនោះបងប្អូនបាទហើយចឹងបងប្អូនបានមើលនេះហើយបងប្អូនធានាទៅសម្រាប់នៅស្រុកខ្មែររបស់យើងការធ្វើការលើកវលីបោះគឺថាมันលើកបោះទេបងប្អូនគឺលើកថ្នមមែនទែនបាទបើសិនជានៅស្រុកគេបងប្អូនឃើញតាមវីដេអូលើកបោះតែខូចជាងវលីយើងតិចប៉ុន្តែសូមសរសើរបងដែលធ្វើការនៅក្នុងស្រុកខ្មែររបស់យើងបងប្អូនក៏លើកដាក់មួយបាទហើយចំណែកខាងនេះកំពុងឡើងស្ទង់បាទជាមួយនឹងស្លាបយន្តហោះប៉ុន្តែយើងអត់ដឹងថាគាត់ធ្វើអីទេណាបាទនេះខ្ញុំគាត់តែជម្រាបបានអញ្ចឹងទេបាទហើយក៏មានបច្ចេកទេសរបស់គាត់ដើម្បីឆែកប៉ុន្តែបើយើងអត់ចេះទៅខ្ញុំប្រាប់ទៅវាមិនកើតទេបាទមិនដឹងជាចាក់សាំងឬកំដឹងស្អីទេមើលទៅណាបងប្អូនណាបាទហើយសម្រាប់បងដែលលើកវ៉ាលីបងប្អូនឃើញហើយមើលទៅទំនងបាទប៉ុន្តែខ្ញុំសរសើរទឹកចិត្តបងដែលធ្វើការនៅក្នុងពលានបាទនៅប្រទេសខ្មែររបស់យើងគ្រប់សកម្មភាពដែលខ្ញុំលួចថតក៏អត់ដឹងខ្លួនទេប៉ុន្តែចង់និយាយថាការធ្វើការបាទរបស់គាត់គឺទទួលខុសត្រូវមិនលើកបោះទេបាទហើយខាងនេះកំពុងតែចេញដំណើរមួយទៀតហើយបាទអញ្ចឹងគឺសម្រាប់យន្តហោះមួយនេះដូចជាទៅប្រទេសបាទនៅត្រៃប្រទេសអ្នកជិតខាងប្រទេសលេខ2របស់យើងមើលទៅទងជាតិក៏ដឹងដែរបាទអញ្ចឹងខ្ញុំនៅតែសើមួយទៀតសម្រាប់បងដែលធ្វើការអញ្ចឹងបងដែលឃើញវីដេអូនឹងហើយបាទដែលគាត់លើកវ៉ាលីបោះគាត់មិនលើកបោះឯងគឺគាត់លើកថ្នមអញ្ចឹងខ្ញុំធ្លាប់មានបទពិសោធន៍ជិះយន្តហោះខូចកង់វ៉ាលីអានឹងជាភាគច្រើនដែលជួបប្រទេសប៉ុន្តែពេលដែលយើងបានមកឃើញគាត់អញ្ចឹងទៅមានអារម្មណ៍មួយទៅអូខេសូមសរសើរទឹកចិត្តពួកគាត់ធ្វើការបាទគឺគាត់អត់មានការបោះប្រព្រឹត្តប្រព្រឹត្តប្រាទេគឺគាត់លើកថ្នមមែនទេបងប្អូនឃើញបាទហ្នឹងហើយបាទនឹងជាស្នែនេះយើងមើលឃើញជាស្នែមានតែអួតដោយសារតែខ្មែរគ្នាឯងណាមិនមែនទេណាបងប្អូននេះគឺជាយើងនិយាយអ្វីដែលជាការពិតបាទហើយអានោះកំពុងតែត្រៀមចេញបាទយន្តហោះមានតែប៉ុណ្្នឹងទេបើសិនជាចង់មើលវីដេអូទៀត complete follow បងប្អូនបើ follow នឹងទទួលបានវីដេអូថ្មីទៀតអរគុណ